បើក្បាលរឿងដំបូងហ្នឹងឃើញថាអាកូនដៃនស័រយើងកំពុងតែដើរកណ្ដោយកណ្ដៃម្នាក់ឯងអញ្ចឹងណារួចពងដើរសុកហ្នឹងស្រាប់តែឃើញសត្វស្លាប់ពីរក្បាលកំពុងអង្គុយអាដៃណែស៊ី oyster ពីរនាក់អញ្ចឹងហើយក៏វាហោះទៅបាត់ទៅវាអាកូនដៃនស័រវាកំពុងអប់សក់ផងវាគឺវាកើតទុកខ្លាំងមែនតើវាមិនដឹងធ្វើម៉េចមានអាណាលេងជាមួយវាណាដល់ពេលវាងាកទៅក្រួយឃើញដានជើងងាប់បាត់ដើរមួយថ្ងៃឡើងដល់ទ្វីបអង់តាក់ទិកនេះរួចវាហ្នឹងក៏នឹកឃើញកំណត់មួយថាចង់បកកើតអ្វីមួយដែលថ្មីសម្រាប់ខ្លួនឯងពេលវាមើលចោះក្រោមហ្នឹងឃើញបាតជើងរបស់វាក៏បកកើតអាដៃណែរូបចម្លាក់អំពីដានជើងខ្លួនឯងឲ្យចេញជារូប oyster អញ្ចឹងណាច្រឡំចេញជារូបបាតជើងមួយដ៏ធំគ្នាយើងឃើញថាវាហត់អាលើពេញព្រៃក៏បង្កើតជាដានជើងមួយដ៏ធំឃើញថាសบายចិត្តមិនតាន់បានប្រមាណផងហ្នឹងក៏វាបានឃើញហ្វូងសัตว์អេកូសូវ៉ាគីអញ្ចឹងណារួចពួកអាសัตว์ហ្នឹងវាខ្លាចអាកូនដៃនស័រយើងខ្លាំងមែនតើព្រោះអាហ្នឹងឲ្យតែមកតែល្អដែរហ្នឹងនិយាយទៅដល់កន្លែងណាចងាយកន្លែងហ្នឹងគ្នាយើងរួចអាមេហ្វូងនេះវាឃើញអាហ្នឹងហើយវាក៏ឆ្ងល់ហើយមកទៅអីហើយមកលើកណាក៏មិនតែល្អដែរហើយមកចងាយដល់រហូតអាកេបាញ់ទៅវិញឆាប់តែអាកូនដៃនស័របើមិនបដៅវាមិនដល់បានចាប់បែមើល oyster មកបោកស្រាប់តែមកសធូងឃើញអាកូនដៃនស័រយើងហោះប៉ែវរួចពួកអាហ្វូងសัตว์ប៉ែវវាឃើញមេវាបុកអាកូនដៃនស័រយើងផ្លោងវាថាជុំមេអញខ្លាំងវ៉ាវអានេះស៊ី oyster តែ2ថ្ងៃខ្លាំងម្ដងព្រោះអាមេហ្វូងគេវិញហ្នឹងក៏បានតទៅថាឯងមិនដឹងអញខ្លាំងយូរទេអញស៊ី oyster មួយថ្ងៃ2គ្រាប់អូនហើយកុំចូលជាមួយនឹងបងអញមេហ្វូងអញមិនឲ្យខ្មាស់គេទេយល់ទេព្រោះស្រាប់តែមកសធូហ្នឹងមិនដឹងអាកូនដៃនស័រហោះមកពីណាបុកនេះប៉ែវផ្លោងទៅណាទេចយអានេះអត់រៀងអញបុកឲ្យម្ដងហើយមកទៀតហើយជំនួសផ្សារនោះចប់ឲ្យស្រាប់មើលលីអូមកអូយស្រាប់តែឃើញថាអាកូនដៃនស័រហ្នឹងកំពុងតែតតាំងច្បាំងជាមួយនឹងមេតបគេអញ្ចឹងណាព្រោះអាមេតបហ្នឹងវាខ្លាំងជាងគេក្នុងហ្វូងហ្នឹងព្រោះវាមេហ្វូងគ្នាយើងអូយស្រាប់តែមកសធូហ្នឹងអាកូនដៃនស័រយើងហ្នឹងកំពុងតែធ្វើស្អីទេអញ៉ៃពេញព្រៃនេះអូយត្រាប់មកសធូចេញអារ៉ៃនេះចេញមកដូចរូបរៀងនិករាជអញ្ចឹងណាព្រោះអាហ្វូងសត្វទាំងអស់ហ្នឹងគ្រាន់តែឃើញអាកូនដៃនស័រយើងចេញមករៀងអាឡេអញ្ចឹងពេកវាក៏អស់សំណោចនោមគ្នាសោយពេញព្រៃអញ្ចឹងទៅកំពុងតែសវាយចិត្តមិនតាន់បានប្រមាណផងឃើញថាពួកវាកំពុងតែបោលក្បាលទៅស៊ី oyster អញ្ចឹងព្រោះដល់ម៉ោងរកស៊ីអីគ្នាយើងធម្មតាទេកូនសត្វព្រៃយើងវាគ្មានស្មៅគ្មានស៊ីព្រោះវានៅតំបន់ព្រិលតកោអញ្ចឹងហើយមានទៅស៊ី oyster នៅ buffet អញ្ចឹងណារួចស្រាប់តែហត់ស្បាត់សធូនោះអាដុំបាល់តកោហោះមកបុកគ្នាទៅទៀតអានេះឲ្យតែបោចង្កៃវិញទៅដុំបាល់តកោប្រព័ន្ធណានៃបុកឲ្យផងសត្វហ្នឹងទៅជាមួយនឹងគ្នាមានណាទម្លាក់បុកអាដូចបុកក៏បានទៅមកចង់លបបាល់ខួលគ្នាព្រោះអាម៉ៃហ្វូងវាងើបមកនោះវាឃើញកូនចៅវាងាប់អាប៉ាត់អាប៉ាយអារត់អារាយពីនឹងពេកវាថាចំម៉ែអានេះមកដល់លើកណាក៏ចងាយដែរឲ្យធ្លាក់បោះជាប់ក្បាលទៀតរួចគ្នាវាងើបមកហ្នឹងវាក៏ដាក់មេប្រូចនាំគ្នារត់ចោលអាកូនដៃនស័រអញ្ចឹងណាព្រោះនៅចិត្តវាតែបន្តិចទៀតដឹងអាលាយទ្វេបឯងវាអាកូនសត្វដៃនស័រយើងគ្រាន់ងើបក្បាលមកភ្លាមវានឹកឃើញថាចុយម៉ែឃ្លៀនណាអញឃ្លៀន oyster ទៅរត់ត្រីស៊ីសិនរួចមកកាត់មកដល់អាកូនហ្វូងសត្វយើងវិញអាហ្វូងសត្វយើងហ្នឹងគឺថាវាកំពុងតែដើរអញ្ចឹងក៏បានឃើញសត្វខ្លាមួយដ៏ធំកំពុងតែចង់ស៊ី oyster ពួកវាអញ្ចឹងណាវាថាឯងឆាប់បកកលៀនមកអញភ្លាមអញត្រូវការកលៀនពួកឯងខ្លាំងហើយអត់មានញ៉ៃមួយឯងប្រយ័ត្នអញខ្វាចចាប់មើលលីអូទាំងអស់អញប្រាប់ហើយក្នុងព្រៃហ្នឹងគ្មានណាខ្លាំងជាងអញទេយល់ទេអីគេអញដឹងទេឯងចង់ស៊ី oyster អញវិញ oyster អញមានតែមួយផងម៉ែអញចែកឲ្យអានេះឃើញថាពួកអាហ្វូងសត្វហើយណាខ្លាហ្នឹងវានិយាយមិនត្រូវគ្នាវាក៏បានបោលក្បាលទៅរៀបក្បួនឯងហើយអារម្មណ៍សូវលីងចេញក្បាច់គុណបុកអតោបាត់ជើងស្រមុំបោលដាក់កណ្ដាលក្បាលខ្លាំងចុយតន់វាយគ្នាផងនិយាយដល់ណាគឺថាវានិយាយចូលគ្នាទេហើយក៏អាមេហ្វូងគេហ្នឹងបួរៀបក្បួនដែងអារម្មណ៍សូវលីងឃើញថាវារត់អាឡេអាឡប់អាឡែពេញហ្នឹងកើតជាងវងមួយអាកូនដៃនស័រយើងក៏បានកាន់ត្រីមកបាច់កំពុងទៅដើរស៊ីតាមផ្លូវឃើញក៏លេងលបៃវិជាប្រៃសបាយអានោះហត់ទៅបុកផ្លោកខ្លាចុយម៉ានេះលើកក៏ក្រៃចាហ៊ានបោកផ្លុកអញហ្នឹងអញព្រមបានទៅឯងហាត់អុយអានេះធ្វើអីចឹងហ៎អុយអុយអាចងាយយកបោកផ្លោកអូយស្រាប់តែឃើញថាម៉ៃហ្វូងកំពុងចង់បុកខ្លាប៉ុន្តែអានោះវាគ្រប់ក្បាលជាប់បាត់ហើយមានអានោះត្រូវមកជើងផ្លោងទៅក្រួយហើយចង់តាណាទៀតអញចាប់ឲ្យមើល oyster មកឲ្យកុំភ្លើមួយបងអូនឃើញថាអាខ្លាហ្នឹងវាកំពុងមានអំនួតចឹងណាស្រាប់តែវាងាកទៅឃើញអាដៃណែកូនដៃនស័រយើងកំពុងដើរមកចោយ៉ានេះមកឈរនឹងពីអង្កាលមកអញតែឃើញអូយគួរឲ្យខ្លាចប្រប៉ិនមេជើងនិយាយពីស្ទៀវហើយដើរមកធ្វើឯណាលុយមកជើងកដាមុខឡើយអញទៅវិញហើយគ្នាឯងច្រើនឯងគ្នាតិចធ្វើបាបអ្នកតុនខ្សោយហីគ្នាច្រើនធ្វើបាបអ្នកតុនខ្សោយច្រឡំអូយអ្នកសម្រាយរឿងពងក្រោយចឹងដល់ពេលអាខ្លាដាក់មេប្រូចបាត់ទៅអាមេហ្វូងនោះក៏បានហៅគ្នាវាឲ្យឡើងមកវិញអញ្ចឹងណាឈប់ប្រៀបក្បួនអារ៉ាមកសៅលេងអត់ប្រយោជន៍ខ្លាំងឃើញអាដៃនស័រនេះពួកវាក៏ថាចូលមកនេះទៅមួយថ្ងៃនោះឯងឃើញឲ្យអស់ចាអញសុំសរសើរចាញ់នាំឲ្យទៅស៊ី oyster យល់ទេក៏បាន